នេះគីជាយន្តហោះ FTC 2000G គឺជាប្រភេទយន្តហោះចម្បាំងធន់ស្រាលនិងជាយន្តហោះវឹកហាត់កម្រិតខ្ពស់ដែលផលិតដោយក្រុមហ៊ុនសហគ្រាសឧស្សាហកម្មអាកាសចរចិន FTC 2000G មានរហស្សនាមជាភាសាចិនថាឥន្ទ្រីភ្នំនេះគឺជាព័ត៌មានលម្អិតសំខាន់មួយចំនួនអំពីយន្តហោះប្រភេទនេះ FTC 2000G ជាយន្តហោះប្រយុទ្ធពហុជំនាញធន់ស្រាលនិងជាយន្តហោះហ្វឹកវើនដែលមានកៅអី2ល្បឿនអតិបរមាជាទូទៅវាហោះហើរក្នុងល្បឿនចន្លោះពី800ទៅ1001គីឡូម៉ែត្រក្នុង1ម៉ោងនិងវាអាចហោះហើរបានចម្ងាយអតិបរមា2400គីឡូម៉ែត្រនិងអាចហោះប្រតិបត្តិការនៅលើអាកាសបានរហូតដល់3ម៉ោងជាប់គ្នា FTC 2000G មានចំណុចព្យួរអាវុធចំនួន7កន្លែងដែលអាចបំពាក់អាវុធបានទម្ងន់អតិបរមា3តោនវាអាចបំពាក់បានទាំងមីស៊ីលបាញ់ពីអាកាសទៅអាកាសមីស៊ីលបាញ់គោលដៅលើដីគ្រាប់បែកនិងរ៉ុកកែតផ្សេងក្រៅពីប្រើសម្រាប់ការវឹកហាត់ពីរថយន្តហោះចម្បាំងវាអាចប្រើប្រាស់សម្រាប់វាយប្រហារគោលដៅលើដីការពារដែនអាកាសព្រមទាំងអាចធ្វើការស៊ើបការឬធ្វើសង្គ្រាមអេឡិចត្រូនិកបានផងដែរប្រសិនបើបំពាក់ឧបករណ៍ត្រឹមត្រូវ FTC 2000G ត្រូវបានចាត់ទុកថាយន្តហោះចម្បាំងមួយដែលមានតម្លៃថោកនៅលើទីផ្សារអន្តរជាតិប៉ុន្តែវាត្រូវបានបំពាក់ដោយរ៉ាដានិងប្រព័ន្ធគ្រប់គ្រងការបាញ់ទំនើបរចនាបថផ្នែកស្រូបខ្យល់ម៉ាស៊ីន Air Intake របស់វាប្រើប្រាស់បច្ចេកវិទ្យា DSI ដែលជួយឲ្យយន្តហោះហោះហើរបានកាន់តែរលូននិងកាត់បន្ថយការចាប់បានពីរ៉ាដារបស់សត្រូវយោងតាមប្រភពព័ត៌មានយោធានិងរបាយការណ៍ផ្សេងតម្លៃរបស់វាគឺប្រមាណជា5ទៅ8លានដុល្លារអាមេរិកក្នុងមួយគ្រឿងកាលពីអំឡុងខែមេសាឆ្នាំ2020មានព័ត៌មានលេចលឺនិងការចាប់អារម្មណ៍យ៉ាងខ្លាំងថាកម្ពុជាអាចជាអតិថិជនដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលទិញយន្តហោះ FTC 2000G នេះបន្ទាប់ពីមានការបង្ហើបអំពីគម្រោងទិញយន្តហោះចម្បាំងពីប្រទេសចិន